គេតែងតែនិយាយថាការសម្លាប់ខ្លួនវាគឺជាដំណោះស្រាយបញ្ហាដ៏សន្នដោយប្រើវិធីដែលមិនអាចកែប្រែបានប៉ុន្តែតើយើងមានដែលគិតទេថាមនុស្សម្នាក់ដែលអាចធ្វើឲ្យពិភពលោកទាំងមូលសោយបានអស់រយៈពេលជាច្រើនបែរជាគ្មាននរណាម្នាក់ដឹងទាល់តែសោះថាគាត់កំពុងតែជាចៅកម្រិតណានោះវាជារឿងដែលគួរឲ្យខ្លោចចិត្តបំផុតតែមនុស្សដែលផ្ដល់ភាពរីករាយឲ្យអ្នកដទៃច្រើនបំផុតបែរជាមនុស្សដែលរិះគន់ភាពជឿជាក់ដ៏ធ្ងន់ធ្ងរនៅក្នុងចិត្តរបស់គាត់គ្មានសម្បីតែជួងតូចមួយដែលផ្ដល់អារម្មណ៍ថាមានសុវត្ថិភាពសម្រាប់ខ្លួនឯងនោះឡើយយើងមិនដែលនឹកឃើញទៅសួរសុខទុក្ខពួកគាត់ទេព្រោះតែស្នាមញញឹមរបស់ពួកគាត់គឺមើលទៅដូចជាពិតមែនទែនយើងយល់ច្រឡំថាភាពរឹងមាំរបស់គាត់គឺជាភាពដែលធ្វើឲ្យគាត់មិនដែលជួបនៅបញ្ហាក្នុងចិត្តនោះឡើយការដែលមើលទៅដូចជាមិនអីនឹងការដែលពិតជាមិនអីគឺវាខុសគ្នាដាច់ស្លាប់មនុស្សខ្លះប្រើស្នាមញញឹមដើម្បីខកដណ្ដប់ជូរភ្លៀងនៅក្នុងចិត្តឬក៏ភាពកំសោយនៅក្នុងជីវិតដែលគាត់បានជួបនៅក្នុងជីវិតពិតរបស់ពួកគាត់ដូច្នេះសូមជួយសួរសុខទុក្ខមិត្តភក្តិដែលរងរបស់អ្នកផងជួយបារម្ភពីមិត្តភក្តិដែលពួកគេញញឹមនិងពួកគេធ្វើឲ្យគេសោយកុំរងចាំរហូតដល់ឃើញសញ្ញាបង្ហាញថាពួកគាត់បាក់ចិត្តទើបអ្នកទៅសួរសុខទុក្ខឬក៏សួរនាំពួកគាត់នោះឡើយព្រោះមនុស្សពួកគេและตัวបំផុតនោះគឺជាមនុស្សដោយដែលពួកគាត់បង្ហាញអ្នកនៅស្នាមញញឹមរាល់ថ្ងៃប៉ុន្តែក្នុងចិត្តពួកគាត់គឺខ្ទេចខ្ទាំមកទៅហើយគ្រាន់តែវាសម្ដីសាមញ្ញមួយថាខ្ញុំនៅទីនេះបើឯងចង់និយាយអ្វីប្រាប់ខ្ញុំក៏និយាយមកអ្នកអាចនិយាយទៅកាន់ពួកគាត់យ៉ាងដូច្នោះវាក៏អាចជាពន្លឺតូចមួយដែលពួកគាត់កំពុងតែធ្វើការបំផុតក៏ថាបានដែរ